ខ្ញុំអត់ចេះច្រៀងទេខ្ញុំមិនដែលច្រៀងតន់ភ្លេងទេកូនអើយអត់ទេខ្ញុំអត់ចេះច្រៀងតែបើនិយាយអានឹងខ្ញុំចេះណាវាសនាមករាចូលឆ្នាំខ្មែរបានកន្លងហួសហើយសូមជូនពរកន្លងហួសហើយណាបើតាមតន់ចូលឆ្នាំផងទាញវាមកវិញតាអត់តន់ចូលឆ្នាំទេកូនតានៅតាណាសង្ក្រានគេទៅហាក់គេចាប់ផ្ដើមសបាយហើយតាមការពិតខែមេសានេះចូលឆ្នាំថ្ងៃណាក៏បានដែរណាចិនដាខៀងសួស្ដីបាទកឹមចក17មេសា75ថ្មើរនេះលោកពូកំពុងតែជិះកង់ពិនិត្យសភាពការក្នុងក្រុងបាត់ដំបងមែនទេពូអាចរៀបរាប់បន្តិចបានទេខ្ញុំនិយាយភាគមុនហើយតែមានតែប៉ុណ្្នឹងឯងខ្ញុំជិះពីភូមិបារាំងឆ្លងស្ពាននេះទៅត្រើយខាងលិចហើយជិះទៅដល់ផ្លូវលេខ3បត់ឆ្វេងឡើងទៅដល់ផ្សារលើហើយជិះត្រឡប់មកចូលសាលាដំបងចូលសាលាខេត្តចាស់ហើយឆ្លងស្ពានតោទៅខាងកើតវិញជិះទៅដល់សកលវិលពីសកលមកវិញមកដល់រង្វង់មូលហ្នឹងក៏ជិះតាមផ្លូវរំជែកពីដើមផ្លូវហ្នឹងគេហៅផ្លូវរំជែកទៅចេញមាត់ស្ទឹងផ្លូវ156សប្ថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបាទសេដ្ឋកិច្ចខ្មែរឆ្នាំ2025នេះសេដ្ឋកិច្ចរៀងទេពបន្តិចតែលទ្ធផលនៃការតម្លើងពន្ធរបស់អាមេរិកលើទំនិញនាំចូលពីស្រុកយើងមកហ្នឹងអត់ទាន់ដឹងទេកូនអើយអត់ទាន់ដឹងថាគេគិតយ៉ាងម៉េចណាដូច្នេះរងចាំមើលភីមេងសៀងចង់ឲ្យតានិយាយរឿងសេដ្ឋកិច្ចហ្នឹងហើយនិយាយមិនទាន់បានណាកូនណាពីទូសួស្ដីឆ្នាំថ្មីអរគុណក្មួយបាទយល់យ៉ាងណាចំពោះដំណើរទស្សនកិច្ចរបស់ចិនមកកាន់កម្ពុជាតាមខ្ញុំមើលដំណើរទស្សនកិច្ចរបស់លោកប្រធានស៊ីជីនពីងមកកាន់កម្ពុជាគឺគ្រាន់តែជាចំណែកទស្សនកិច្ចធម្មតាមួយដើម្បីឲ្យវាគ្រប់គេហៅថាការចាញ់ដំណើររបស់ស៊ីជីនពីងទៅប្រទេសអាស៊ីប៉ែកអាគ្នេយ៍ដែលទី1ឈប់នៅវៀតណាមទី2នៅម៉ាឡេស៊ីហើយទី3នៅកម្ពុជាមិនមានអ្វីជារឿងសំខាន់ទេដោយសារប្រទេសកម្ពុជាយើងតូចភូមិសាស្ត្រនយោបាយយើងមិនសំខាន់ទេហើយយើងក៏ជា trading partner ជាដៃគូជំនួញរបស់ចិនតូចមួយអញ្ចឹងជាពិធីការឲ្យសំខាន់អីលើសពីហ្នឹងអត់ទេណាកូនណានឹងមានតែប៉ុណ្ណឹងនឹងចំពោះទស្សនកិច្ចណាពីទូណារឹមខ្ញុំទើបតែមើលវីដេអូមួយមិញគេថាអាមេរិកទម្លាក់គ្រាប់បែកនៅខ្មែរដោយសារសម្ដេចសីហនុសុំឲ្យអាមេរិកដើម្បីដេញយួនអាមេរិកជាមួយនឹងសីហនុព្រមព្រៀងគ្នាទើបការទម្លាក់គ្រាប់បែកនឹងចាប់ផ្ដើមធ្វើនៅក្នុងខែមីនាដូចជាមីនាឬក៏កុម្ភៈឆ្នាំ1969ដែលព្រមព្រៀងគ្នាគ្រាន់តែគ្មានកិច្ចព្រមព្រៀងលើក្រដាសទេពាក្យមួយម៉ាត់
គេហៅថាបិទភ្នែកម្ខាងបើកភ្នែកម្ខាងរីឯការទម្លាក់គ្រាប់បែកនោះគឺទម្លាក់ដើម្បីកុំឲ្យយួនកុម្មុយនីសអាចបោះជំរំបានមាំទាំលើដីខ្មែរហើយបញ្ជូនទ័ពចូលវាយលើដីវៀតណាមណានេះគឺជាការទម្លាក់គ្រាប់បែកដែលកើតឡើងពីឆ្នាំ1969មកដោយយន្តហោះ B52 គឺមានព្រមព្រៀងជាមួយនឹងនរោត្តមសីហនុពិតមែនតែអត់មានកដាស្នាមទេគ្រាន់តែគេហៅថាការណាត់គ្នាការព្រមព្រៀងគ្នាដោយរបបនរោត្តមសីហនុនិងអាមេរិកប្រសិនបើនរោត្តមសីហនុមិនព្រមព្រៀងទេគាត់ច្បាស់ជាតវ៉ាទៅអង្គការសហប្រជាជាតិហើយតែហេតុដែលគាត់មិនតវ៉ានោះពីព្រោះគាត់ព្រមព្រៀងណាណារឹមនឹងមួយ They say that Vietnam helped Khmer Rouge, but why did Khmer Rouge attack Vietnam in Cambodia and then attack Vietnam? ខ្មែរក្រហមដែលឈ្នះនៅ17មេសានោះគឺយួនជួយតែផ្ទៃក្នុងខ្មែរក្រហមមានក្រុមខ្លះចូលចិត្តវៀតណាមក្រុមខ្លះបែកទៅត្រូវជាមួយចិនបានជាក្រោយ17ខែមេសាឆ្នាំ75ក៏កើតទំនាស់បន្តិចម្ដងរហូតដល់ឆ្នាំ77ក៏ទំនាស់ហ្នឹងចេញមុខហើយក៏បណ្ដាលឲ្យយួនវាយខ្មែរក្រហមឆ្នាំ78ចូលកាន់កាប់ប្រទេសកម្ពុជាឆ្នាំ79រឿងវាដូចនេះវាអត់ខុសគ្នាពីសាដាមហ៊ូសេនដែលពីដើមឡើយអាមេរិកកាន់ជើងហើយក្រោយមកអាមេរិកវាយទេណាក៏វាមិនខុសគ្នាពីប្រទេសមួយចំនួនដូចប៉ាណាម៉ាដូចអីចឹងទេវាដូចគ្នាជំរានអរគុណណាអញ្ចឹងសេរីវ៉ាត់សាវីវាជាការប្រែប្រួលនៃក្រមនយោបាយដែលខ្មែរក្រហមហ្នឹងចុងក្រោយក៏វាទាស់គ្នាជាមួយនឹងវៀតណាមណាសង្គ្រាមពីឆ្នាំ70មក75គឺយួនជួយខ្មែរក្រហមរហូតណានឹងអញ្ចឹងប្រវត្តិសាស្ត្រយើងរៀនប្រៀបធៀបមុនខ្ញុំឡើងនិយាយនេះខ្ញុំសួរ AI គាត់ឆ្លើយមិនរួចបាទអនុញ្ញាតសួរលពូទៅរឿងគម្រោងព្រែកជីកដែលចិនចង់ធ្វើនៅលើថៃផ្អែកលើសេដ្ឋកិច្ចបែបនេះតើគម្រោងនោះវានឹងទៅជាយ៉ាងណាវិញគម្រោងព្រែកជីកក្រាអត់ទាន់មានរូបរាងច្បាស់លាស់នៅឡើយទេណាពីទូគម្រោងព្រែកជីកក្រាមិនទាន់មានរូបរាងច្បាស់លាស់នៅឡើយទេវាគ្រាន់តែជាមានការសិក្សាមានការនិយាយខ្លះតែជារូបរាងនៃផែនការជីកព្រែកក្រាអត់ទាន់មានទេព័ត៌មានចុងក្រោយអំពីព្រែកក្រានេះ
តម្លៃប្រមាណជា 35,000 លាន ដែល 35,000 លាននេះ ត្រូវគិតគូរឲ្យច្រើន ថាតើជីកហើយត្រូវការប៉ុន្មានឆ្នាំ ដើម្បីស្រង់ទុនមកវិញណា បាទ ដើម្បីស្រង់ទុនមកវិញត្រូវការប៉ុន្មានឆ្នាំនឹងមួយទៀត តើជីកហើយនឹងរកចំណូលបានប៉ុន្មានណា បន្ទាប់មកទៀតនៅពេលដែលចងក្រងទុន 35,000 លានដុល្លារនោះ បើសិនណាជាយកឥណទានចិន តើកុងត្រាដូចម្ដេច ហើយចិនហ៊ានដាក់ឥណទាន 35,000 លានឬទេ 35,000 លាននោះវាធំ អញ្ចឹងទី1ខ្ញុំទៅសេឲ្យស្ដាប់ណាពីទូខ្ញុំទៅសេឲ្យស្ដាប់ឲ្យដឹងណាខ្ញុំទៅសេ1ណាគម្រោងប្រែកក្រានៅថៃឡែនមិនទាន់មានរូបរាងនៅឡើយទេ មានតែការលើកឡើងនិងសិក្សាខ្លះតែប៉ុណ្្នឹងទេណាតម្លៃចុងក្រោយគេគិតថា 35,000 លានដុល្លារ ឥណទានគេមិនទាន់ដឹងនៅឡើយ ថាតើគេប្រមូលដូចម្ដេច នឹងខាងឥណទាន ទី4 តើកុងត្រាបែបណា ពេលវេលាប៉ុន្មាន និងចំណូលមកវិញ គេនៅមិនទាន់សិក្សាដឹងអស់ទេ អូខេ ទី5 សន្តិសុខជាតិថៃ តើដីនៅភាគខាង